មកបងដែលធ្លាប់ជិះរថភ្លើងអីប៉ុន្តែអត់ចេះទិញសំបុត្រឬក៏កក់សំបុត្រខ្លួនឯងណាហើយយើងមើលវីដេអូនេះបានដំបូងយើងចូលទៅក្នុងកម្មវិធី KTX ហ្នឹងទៅបន្ទាប់មកយើងមើលកន្លែងអររឿនហាន់មញ៉ងនេះកន្លែងហ្នឹងគេសួរថាយើងជិះប្រហែលអ្នកអីចឹងណាហើយកន្លែងអររឿនហ្នឹងសម្រាប់មនុស្សចាស់ហើយអររឿននេះហ្នឹងកូនក្មេងហើយសម្រាប់ពួកយើងធំហ្នឹងកន្លែងអររឿននោះបើយើងជិះម្នាក់ដាក់ម្នាក់ហ្នឹងទៅបើយើងចង់ជិះ2 3នាក់អីយើងចុចកន្លែងសញ្ញាបូកហ្នឹងទៅបានហើយបន្ទាប់មកយើងចុចកន្លែង plug in ហ្នឹងទៅហើយកន្លែងមីរ៉ាំងហ្នឹងដូចថាយើងចង់ចេញពីណាទៅណាអញ្ចឹងណាបើយើងចេញពីមីរ៉ាំងទៅភូសិនយើងដាក់ចឹងទៅបើយើងមិនមីរ៉ាំងទៅយើងសរសេរអីផ្សេងអញ្ចឹងទៅអញ្ចឹងសម្រាប់ខ្ញុំនៅមីរ៉ាំងអញ្ចឹងខ្ញុំដាក់នៅមីរ៉ាំងអញ្ចឹងទៅហើយបន្ទាប់មកកន្លែងភូសិនហ្នឹងដូចថាបងប្អូននៅណាចង់ទៅផ្សារអ៊ុលឬក៏ចង់ទៅណាអញ្ចឹងដាក់អ្វីដែលបងប្អូនដែលត្រូវទៅបន្ទាប់មកយើងចុចមើលទៅហើយនៅកន្លែងនេះយើងផ្ដោតមើលកន្លែងថ្ងៃទីយើងចង់ជិះទៅថ្ងៃទីប៉ុន្មានអីប៉ុន្មានអញ្ចឹងណាបន្តថាបងប្អូនជិះថ្ងៃទី8យើងមើលថ្ងៃទី8ហ្នឹងទៅហើយបន្តមកយើងមើលជើងរថភ្លើងម្ដងសម្រាប់ជើងរថភ្លើងពេលខ្លះ1ម៉ោងវាមាន3 4ជើងអីចឹងហើយវាមានតម្លៃតាមរថភ្លើងលឿនឬក៏យឺតឧទាហរណ៍ថាបងប្អូនជិះម៉ោង12 16នាទីអញ្ចឹងអាហ្នឹងរថភ្លើងហ្នឹងមកកង្ហ្វាហើយក្បាលរថភ្លើងហ្នឹង13.05បងប្អូនចង់ទៅណាយើងទៅភូសាន់អញ្ចឹងតម្លៃសម្បត្តិវា3,400បន្តមកយើងមើលកន្លែងកៅអីនេះយើងមើលបន្ទប់លេខម៉ានមានកៅអីតនេបើខ្មែរហ្នឹងគេកក់អស់ហើយបងប្អូនកន្លែងខ្មែរហ្នឹងយើងមិនប្រឹងចុចទេព្រោះចុចការទេគេកក់អស់ហើយអញ្ចឹងយើងមើលកន្លែងកៅអីណាគេតនេទៅឧទាហរណ៍ថាខ្ញុំអង្គុយតុកលេខនេះ57 58ហ្នឹងយើងចុចអាពីហ្នឹងទៅបន្ទាប់មកយើងចុច Syntax បន្ទាប់ពីចុច Syntax ហើយយើងចុច Gmail មកហើយសម្រាប់កន្លែងនេះបងប្អូនបានចុចឈ្មោះទេអាចធ្វើតាមវិធីនេះបានព្រោះអីខ្ញុំទិញនេះក៏ខ្ញុំអត់បានចុចឈ្មោះដែរបន្ទាប់មកយើងចុចកន្លែង PV1 នេះបន្ទាប់ពីយើងចុច PV1 យើងឃើញ error ហ្នឹងយើងដាក់ឈ្មោះមកយើងដាក់ឈ្មោះដាក់លេខទូរស័ព្ទហើយនឹង panel ប៉ុនហូសម្រាប់កន្លែង panel ប៉ុនហូហ្នឹងលេខកូដសម្ងាត់5លេខយើងចង់ដាក់ពីលេខម៉ានដល់លេខម៉ានក៏បានដែរហើយការដាក់សោតហ្នឹងយើងត្រូវតែចាំទាំងឈ្មោះទាំងលេខទូរស័ព្ទទាំង panel ប៉ុនហូនៅពេលដែលយើងឆែកសំបុត្ររថភ្លើងគឺយើងត្រូវការហ្នឹងបន្ទាប់ពីយើងពេញហើយអីអស់យើងចុច log in ហើយវាចេញទម្រង់បែបនេះហើយយើងចុចណែហ្នឹងទៅតាមមកវាចេញទម្រង់បែបនេះទៀតយើងមើលថ្ងៃទីម៉ោងហើយកន្លែងកៅអីយើងអង្គុយហើយយើងចុចខ្យល់ឆេះហាគីហ្នឹងមកយើងត្រូវទូទាត់ប្រាក់តាមមកយើងចុចណែហើយយើងចុចកន្លែងខែអ៊ឺមហ្នឹងមកដល់ចំណុចនេះបើបងប្អូនមានការកៅផេឬក៏ផេកូអីបងប្អូនអាចទូទាត់តាមនឹងបានប៉ុន្តែខ្ញុំអត់ចង់ទូទាត់តាមនឹងទេខ្ញុំចង់ទូទាត់តាមការធ្វើខ្យល់ឆេះអញ្ចឹងខ្ញុំចុចកន្លែងនោះកន្លែងខាធ្វើហ្នឹងមកបន្ទាប់ពីចុចកន្លែងខាធ្វើហើយគឺវាចេញទម្រង់បែបនេះអាកន្លែងប្លោះ4ជ្រុងហ្នឹងយើងយកលេខការធនាគារយើងពីមកបងប្អូនការធនាគារយើង4ខ្ទង់4ប្លោះហ្នឹងយើងយកមកពេញតំណែងមកហើយបន្តមកកន្លែងយកគីកាហ្នឹងអាហ្នឹងសុវត្ថិភាពដែលផុតកំណត់កាតរបស់បងប្អូនផុតកំណត់ថ្ងៃណាបងប្អូនដាក់មកខែណាឆ្នាំ2000ប៉ុន្មានបន្ទាប់មកកន្លែងពីនីលប៉ុនហូហ្នឹងគឺលេខកូដសម្ងាត់កាតយើងលេខកូដ4ខ្ទង់បងប្អូនយើងដាក់ពីខាងមុខដំបូងមកបន្តមកទៀតកន្លែងអ៊ីនជើងប៉ុនហូហ្នឹងគឺថ្ងៃខែឆ្នាំកំណើតយើងបងប្អូនអាកន្លែង ID card ហ្នឹងតែយក6ខ្ទង់ខាងមុខបន្ទាប់ពីយើងពេញហើយយើងចុចក្រេះហើយបន្ទាប់មកយើងចុចខ្យល់ឆេះមកបងប្អូនប៉ុណ្ណឹងរួចរាល់ជាការស្រេច